សង្គ្រាមព្រំដែនរៀងស្ងប់ស្ងាត់តែនៅឡើយសង្គ្រាមអនឡាញតាម Facebook រឿងផលិតផលពហិការបងប្អូនណាមកគ្រាន់តែក្នុងនាមជាប្រជាពលរដ្ឋម្នាក់បានបញ្ជាក់បងប្អូនថាបើយើងស្រឡាញ់ជាតិពិតប្រាកដក៏តែហ៊ានលះបង់ខ្លះបងណាហ៊ានលះបង់ខ្លះពីព្រោះបងប្អូនយើងតែហ៊ានជួមុខលោកលះបង់អស់អាយុជីវិតក្តីសុខខ្លួនឯងគ្រប់សពបែបយ៉ាងញាតិញោមមានម៉ាស៊ីនត្រជាក់ដេកមានផ្ទះថ្មនៅញ៉ាំអាហារល្អតែបងប្អូនយើងវិញញាតិញោមសម័យមើលបើសិនតែកូនយើងវិញទៅធ្វើអញ្ចឹងក្មួយយើងវិញទៅធ្វើអញ្ចឹងប្តីយើងវិញទៅធ្វើអញ្ចឹងតែយើងមានអារម្មណ៍បែបម៉េចខ្ញុំសាកគិតមើលមែនទេណាសាកគិតសារជាថ្មីឡើងវិញហើយបងប្អូនសូមមេត្តាជួយ share វីដេអូនេះមួយផងញាតិញោមអត់អាចគិតលេងបានទេស្រែកថាខាតនេះខាតនោះញាតិញោមបងប្អូនយើងខាតទាំងជីវិតបាត់បង់ទាំងជីវិតបាត់បង់ទាំងដៃបាត់បង់ទាំងជើងអ្នកខ្លះបាត់បង់ទាំងភ្នែកជាទីស្រឡាញ់របស់ខ្លួនឯងតែដើម្បីឲ្យញាតិញោមទាំងអស់នេះបានសុខនេះតែញាតិញោមគាត់ថាខាត$400-500 $1000ស្រែកទៅហូរយំថាគេអញ្ចេះអញ្ចោះញាតិញោមសម័យគិតមើលណាបងប្អូនយើងខាតទាំងជីវិតទាំងដុលអត់មានក្តីសុខទេសម្រាប់នៅតែក្រោមដើមឈើនៅតែក្រោមដំណក់ទឹកភ្លៀងប្រឈមជាមួយនឹងផ្សែងពុលទាំងឡាយផ្សេងគាត់លះបង់ញាតិញោមលះបង់ខ្លាំងណាស់ទាំងសេចក្តីសុខខ្លួនឯងក៏អត់មានផងហេតុអីយើងគ្រាន់តែប៉ុណ្ណឹងញោមអត់ហ៊ានធ្វើញាតិញោមយកគតិពិចារណាសារជាថ្មីឡើងវិញម្ដងទៀតដើម្បីឲ្យជាតិយើងរឹងមាំបានតើតែចេញពីញោមម្នាក់ទាំងអស់គ្នាហ្នឹងឯងហ្នឹងហើយអាត្មាក៏ប្រកាសខ្លួនឯងអញ្ចឹងញាតិញោមប្រគេនៅតែយកអញ្ចឹងក៏ប៉ុន្តែបានប្រកាសខ្លួនឯងថាមិនឆាន់បន្តទៀតទុកចិត្តឲ្យតែអ្នកផ្សេងអ្នកណាហូបក៏ហូបចុះមានមីក៏ដោយមានត្រីខក៏ដោយរួមទាំងហើយភេសជ្ជៈក៏ដោយញាតិញោមស្មាកើតឡើងពីញាតិញោមប្រគេនមិនក៏ប៉ុន្តែស្មានៅតែយកអញ្ចឹងតែគាត់ទៅឈប់ប្រើតែប៉ុណ្្នឹងញាតិញោមស្មាស្ដាយដៃស្ដាយជើងបងប្អូនយើងដែលចំណាយទៅឲ្យស្ដាយទាំងអាយុជីវិតរបស់គាត់ដែលចំណាយទៅឲ្យដើម្បីយើងនេះតែយើងអត់ព្រមចំណាយដើម្បីគាត់វិញតែយើងរស់បានប្រយោជន៍អីញាតិញោមសម័យមើលអញ្ចឹងវីដេអូនេះស្មាចេញប៉ុណ្ណេះអរគុណច្រើន